bà xung chùm riệp xú để xa tại lúc cừu mình nè cột trong khơi những pika thưa bà xong về chùm núi trường truyền chỉ nè chắc nhung nâng thọt từ lợi còng này tại đó bàn chắc ở ca thưa là lơ ở trường xong về chùm núi trường truyền chỉ nè cứ nhung thưa đượcក្នុងកម្មវិធី Adobe Illustrator បាទចឹងយើងអាចធ្វើនៅក្នុង Photoshop ក៏បានធ្វើនៅលើ Illustrator ក៏បានមួយណាក៏បានអាស្រ័យទៅលើកុំព្យូទ័រដែលអាចសមត្ថភាពរត់ទៅបានចឹងនៅទីនេះគឺយើងចាប់ផ្ដើមជាមួយនឹង Create New យើងបង្កើតនៅទំព័រថ្មីហើយចង់បានប្រមាណគឺនៅកន្លែងនេះមានបាទមានការកំណត់អីផ្សេងៗហើយនេះគឺច្រើនឥឡូវខ្ញុំសុំយកតែ2ទេ2ទំព័របាទហើយដាក់ឲ្យតូចល្មមងាយស្រួលបាទអញ្ចឹងពេលដែលយើងជ្រើសរើសបានហើយគឺយើងចុចនៅលើពាក្យថា Create បាទវានឹងឲ្យទំព័រស្លឹកមក2បែបនេះអញ្ចឹងនៅពេលដែលធ្វើវារៀងងាយស្រួលនៅនេះវាស្រួលជាងកម្មវិធីផ្សេងហើយស្រួលជាង Photoshop បាទដោយសារតែកុំព្យូទ័ររបស់ខ្ញុំមាន font អក្សរចុចបាទអញ្ចឹងពេលដែលយើងទៅយកមកឧទាហរណ៍ថាយើងបង្កើតអញ្ចឹងយើងទៅយកអក្សរ T នេះបន្ទាប់មកយើងចុចនៅលើកន្លែងណាមួយអញ្ចឹងខ្ញុំតម្លើងពុំនេះឲ្យធំបាទហើយខ្ញុំទៅរកពុំអក្សរបាទ alpha dot នេះបាទដូចគ្នានៅក្នុងការសរសេរជើងនៅក្នុង Word ឬក៏ក្នុងកម្មវិធីផ្សេងៗដែរអញ្ចឹងយើងសរសេរមកបាទយើងដាក់បាទនៅក្នុងការធ្វើវានឹងចេញបែបនេះ2បាទខ្ញុំដាក់ជូនអក្សរទូទៅគឺវានឹងចេញជើងបែបនេះអញ្ចឹងការធ្វើជើងវាបែបនេះគឺយើងពិបាកបាទវាជាប់នៅនេះដែលធ្វើឲ្យក្មេងៗរបស់យើងអត់ចូលចិត្តអញ្ចឹងខ្ញុំសូម copy វាមកកន្លែងនេះហើយខ្ញុំសូមទៅឧទាហរណ៍បាទចាំមួយទៀតជើងអក្សរយកបាទវាជាប់បែបនេះអញ្ចឹងវាអត់ស្អាតទេអញ្ចឹងយើងត្រូវកែវាបន្តិចបាទនៅពេលដែលធ្វើអញ្ចឹងខ្ញុំនឹង select ទាំងពីរនេះហើយខ្ញុំ copy បាទខ្ញុំមកដាក់ select ខាងនេះបាទអញ្ចឹងនៅពេលដែលដាក់ select ខាងនេះអ្វីដែលយើងត្រូវចូលទៅក្នុង paragraph របស់វាហើយយកកន្លែងចំណុចតូចនៅខាងលើនេះយើងកែវាបាទមកយកមកពាក្យថាបាទ Adobe Single Line នេះអញ្ចឹងពេលដែលយើងកែមក Adobe Single Line យើងនឹងបានបន្ទាត់វាបែបនេះបាទអញ្ចឹងយើងអាចរៀបចំវាស្អាតតិចទៅបាទបន្ទាប់មកទៀតអានេះដូចគ្នាបាទអញ្ចឹងចូលទៅយកវាហើយបាទកែវាមក Adobe Single Line នេះដូចគ្នាអញ្ចឹងយើងបានជើងបែបនេះអញ្ចឹងយើងអាចយកទៅប្រើបានធ្វើនៅលើនេះតែម្ដងក៏បានឬក៏ពេលដែលធ្វើវាមួយហើយបញ្ចេញជា file បានន័យថាជា file ដែលអត់មានផ្ទៃខាងក្រោយហើយយកទៅធ្វើនៅក្នុងកម្មវិធីផ្សេងៗក៏បានបាទអញ្ចឹងបទពិសោធន៍របស់ខ្ញុំនៅក្នុងការរៀបចំឯកសារសម្ភារៈជំនួយគឺមានតែប៉ុណ្ណេះឯងហើយនឹងការរៀបចំបន្ទាត់អីផ្សេងៗគឺយើងរៀបចំធម្មតានេះគឺជាបទពិសោធន៍ដែលខ្ញុំមើលឃើញទៅលើការប្រើពុម្ពអក្សរចុចដែលទីមួយគឺយើងមានបែបនេះហើយបែបនេះដូចគ្នាហើយមួយទៀតគឺយើងធ្វើបែបនេះហើយសម្រាប់ខ្ញុំគឺខ្ញុំធ្វើទៅបែបទី2នេះដែរដើម្បីយើងងាយស្រួលពេលដែលរៀបចំជូនកុមារគឺគាត់មើលឃើញថាគេអត់មានសញ្ញាដូចខាងនេះបាទអញ្ចឹងអរគុណហើយបើសិនជាមានសំណួរឬក៏មានចម្ងល់នៅក្នុងការបាទផលិតឬក៏ចង់សាកល្បងផលិតអាចសួរខ្ញុំបាននៅក្នុង comment បាទអរគុណ